ចូលដល់ article ម្ដង article ហ្នឹងបើយើងនិយាយទៅវាគឺជាពាក្យដែលយើងដាក់នៅខាងមុខនាមដែលបង្ហាញអំពីចំនួនរបស់នាមហ្នឹងអញ្ចឹងណាថាតើនាមហ្នឹងគឺមានប្រមាណដោយយើងដឹងស្រាប់ហើយនិងហ្នឹងគឺយើងឃើញច្រើនយើងប្រើជាមួយនឹងពពួកនាមឯកវចនៈដែលយើងហៅថា singular noun អញ្ចឹងណាអញ្ចឹងយើងមើលការប្រើប្រាស់របស់គឺយើងដាក់នៅខាងមុខនាមណាដែលមានសំឡេងជាពពួកព្យញ្ជនៈដែលយើងហៅថា consonant sound អឺឧទាហរណ៍ដូចជាគេbank manager អ្នកនេះឃើញនៅខាងមុខពាក្យ bank ឯ bank សំឡេងរបស់វាគឺបក់សំឡេងរបស់ព្យញ្ជនៈណាអញ្ចឹងយើងប្រើbank manager យើងបកថាអ្នកគ្រប់គ្រងធនាគារម្នាក់អញ្ចឹងណាចុះដល់ពេល earn គឺយើងដាក់ earn នៅខាងមុខនាមទាំងឡាយណាដែលមានសំឡេងស្រៈដែលយើងហៅថា vowel sounds vowel sound ហ្នឹងឧទាហរណ៍ដូចជា earn umbrella នេះសំឡេងស្រៈអូខេសំឡេងស្រៈគឺនៅខាងមុខនេះឯង umbrella បានតែសំឡេងស្រៈ earn umbrella ឆាត់មួយអូខេអញ្ចឹងពាក់ព័ន្ធជាមួយការប្រើប្រាស់និង earn សូមប្រយ័ត្នជាមួយនឹងពាក្យដែលនៅខាងក្រោយវាតើវាផ្ដើមដោយស្រៈឬក៏ព្យញ្ជនៈអញ្ចឹងការប្រើប្រាស់របស់វាក្នុងស្ថានភាពមានទាំងអស់គឺ4ទី1យើងប្រើនិង earn ដាក់នៅខាងមុខនាមក្នុងករណីដែលយើងចង់និយាយថានាមហ្នឹងគឺមានតែមួយទេទី2យើងដាក់នៅខាងមុខនាមនៅពេលដែលយើងនិយាយវាជាលើកដំបូងហើយទី3គឺយើងប្រើវាជារឿយៗហ្នឹងគឺនៅខាងមុខការងារដូចថាយើងធ្វើការងារជាអីឧទាហរណ៍ I am a student ការងារខ្ញុំជាសិស្សyou are a teacher អ្នកជាគ្រូម្នាក់អញ្ចឹងទៅហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយ nationality យើងជាសញ្ជាតិអីជាជនជាតិអីអញ្ចឹងណាគឺយើងប្រើជាមួយ article អញ្ចឹងទៅមួយចុងក្រោយការប្រើប្រាស់